កុំធ្វើជាមនុស្សទាំង12ប្រភេទនេះបើសិនជាបងប្អូនទាំងអស់គ្នាមិនចង់ហត់ចិត្តទី1មនុស្សដែលធ្វើអ្វីដើម្បីអ្នកដទៃប៉ុន្តែអត់ធ្វើអ្វីដើម្បីខ្លួនឯងទី2មនុស្សដែលទទួលខុសត្រូវចំពោះជីវិតនិងសកម្មភាពរបស់អ្នកដទៃទី3ជាមនុស្សដែលសុខចិត្តចំណាយពេលនៅជាមួយនឹងមនុស្សដែលខ្លួនឯងមានអារម្មណ៍ថាអសុវត្ថិភាពទី4ជាមនុស្សដែលចង់បានលទ្ធផលល្អគ្រប់យ៉ាងទាំងអស់ទី5ជាមនុស្សដែលមានជំនឿជឿថាបើសិនជាអត់ធ្វើការបានន័យថាខ្លួនឯងអត់ប្រយោជន៍ទី6ជាមនុស្សដែលគិតថាខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់គ្រប់រឿងទាំងអស់ទី7ជាមនុស្សដែលតែងតែឈ្នះគ្រប់រឿងទាំងអស់ទី8ជាមនុស្សដែលនិយាយនៅអ្វីដែលខុសពីចិត្តរបស់ខ្លួនឯងទី9ជាមនុស្សដែលមិនហ៊ានកំណត់ព្រំដែនរបស់ខ្លួនឯងមិនដឹងថាតើចំណុចណាជាចំណុចដែលល្មមសម្រាប់ខ្លួនឯងទី10ជាមនុស្សដែលខឹងស្អប់ខ្លួនឯងឬក៏ខឹងនិងស្អប់អ្នកដទៃទី11ជាមនុស្សដែលតែងតែគិតថាខ្លួនឯងគឺជាជនរងគ្រោះគ្រប់រឿងទាំងអស់និងជាចុងក្រោយទី12ជាមនុស្សដែលចូលចិត្តប្រើមនោសញ្ចេតនានៅក្នុងការសម្រេចចិត្តអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមាន12ចំណុចនេះបងប្អូនទាំងអស់គ្នារៀងហត់ចិត្តតិចហើយអញ្ចឹងកាត់បន្ថយបើសិនជាអត់ចង់ហត់ចិត្តអរគុណ